គោរពជម្រាបសួរទាំងអស់គ្នាដំណឹងដកកក្តៅគឺថាវត្តសិរីមុនីសង្ខេរនឹងទៅជាវទូកងថ្មីនៅឯស្រុកខ្មែរយើងក៏ដឹងថាវត្តសិរីមុនីសង្ខេរបានកសាងឡើងនៅឆ្នាំ1609ឆ្នាំណាក៏ចូលរួមបិណ្ឌអកកំបុកសំពះប្រខែនៅខេត្តឃ្លាំងយើងដែរដើម្បីត្រៀមឲ្យដំណាក់កាលឆ្នាំ2025គណៈកម្មការនិងពិទ្ធបរិស័ទចំណុះជើងវត្តក៏មូលមតិគ្នានឹងកសាងទូកងថ្មីប្រភេទទូកលុងការម៉ាស៊ីនមីងថ្ងៃ14ខែមិថុនាឆ្នាំ2025លោកគ្រូបដិជគុណនិងពិទ្ធបរិស័ទគណៈកម្មការក៏ទៅស្រុកខ្មែរដើម្បីធ្វើសហការនឹងរកជាងទូកដើម្បីកសាងទូកងថ្មីបាទនេះជារូបភាពគណៈកម្មការនិងពិទ្ធបរិស័ទនិងប្រដេជគុណវត្តសិរីមុនីសង្ខេរបានមកដល់ស្រុកខ្មែរបាទជាងដើម្បីបោះទូកឲ្យវត្តសិរីមុនីសង្ខេរលើកនេះគឺជាងល្បីរបស់ប្រទេសខ្មែរគឺថាជាងហួសស៊ីផងបាទនេះជាជាងរបស់ទូកវត្តសិរីមុនីសង្ខេរទូកមុនីសង្ខេរនឹងបោះតាមប្រភេទទូកលុងគឺថាសាច់ឈើគឺឈើគគីស័តគគីភ្នំបាទតើទូករបស់វត្តមុនីសង្ខេរមានល្បឿនយ៉ាងណាយើងនឹងចាំនៅថ្ងៃពីបរមីខែកក្កឆ្នាំ2025នេះបាទយើងឃើញថានៅស្រុកខ្មែរមានជាងទូកជាច្រើនបោះទូកលុងដោយស្រុកយើងដែរប៉ុន្តែជាងមួយក៏មានការបោះទូកខុសគ្នាបច្ចេកទេសបោះខុសគ្នាបាទឆ្នាំ2025នេះមានច្រើនទូកលុងជាង10ទូកដូចជាទូកវត្តជ្រោយទុំចាស់ទូកវត្តបឹងក្រចាប់ថ្មីទូកវត្តបឹងតន្សាទូកវត្តពេជ្រមង្គលទូកវត្តសិរីកណ្ដាលទូកវត្តព្រែកតាគួនទូកវត្តព្រែកអណ្ដើទូកវត្តពោធិសថារាមទូកកំពង់មែនជ័យទឹកប្រៃទូកវត្តសិរីមុនីសង្ខេរបាទអរគុណប្រិយមិត្តបានទស្សនាវីដេអូនេះក្នុងវីដេអូនេះមានកន្លែងណាអត្ថាធិប្បាយរបស់ខ្ញុំមិនគួរសមសូមប្រិយមិត្តអធិស្ឋានផងសូមប្រិយមិត្តកុំភ្លេចចុច Subscribe និង Like ដើម្បីទទួលយកវីដេអូថ្មីសូមអរគុណសូមជម្រាបលា